ពិធីសាកន្ទេលនេះហើយនឹងពិធីបុកលាក់នេះនឹងអាចបាត់បង់ដោយសារអីដោយសារពិធីនេះបើសិនជាយើងធ្វើនៅស្រុកភ្នំពេញនៅទីក្រុងភ្នំពេញគឺហាក់បីដូចជាចាយថវិកាច្រើនបាទពិធីបុកលាក់ទៅធ្វើថ្មិញនេះគឺពិធីមួយពេញលក្ខណៈហ្នឹងគឺចាយច្រើនបាទល្មមហ្នឹងគាត់ថា$2000អី$3000អីទៅតាមទំហំវាបាទទៅតាមចំនួនមនុស្សគេយកមកដាក់ហ្នឹងបាទហ្នឹងសម្រាប់អ្នកមិនមានលទ្ធភាពគឺធ្វើអត់បានទេអញ្ចឹងអាចបាត់ប៉ុន្តែពិធីបុកលាក់ធ្វើថ្មិញនេះបើសិនបើយើងចង់ធ្វើអ្នកមានលុយតិចក៏ធ្វើបានដែរគេគ្រាន់តែពិធីធ្វើថ្មិញគឺរងាប់ពឹសនាងនាគនឹងឯងហើយពេលវេលាដែលបាត់បង់ច្រើននៅក្នុងការរាល់ថ្ងៃនេះបាត់បង់ច្រើននឹងទៅលើអីគេទេគឺទៅលើការតុបតែងខ្លួនរបស់ឪពុកម្ដាយនឹងឬរបស់កូនកំមុំនឹងដូរកអាវដូរអីនឹងសឹងមកកម្មវិធីគ្រាន់តែមកព្រឹកហ្នឹងចង់7កប្លេក៏មានដែរបច្ចុប្បន្នបញ្ចូលគ្នាចង់បានពិធីច្រើនល្អហើយប៉ុន្តែពេលវេលាបាត់ច្រើនទៅលើអាវរឿងខ្លះកអាវហ្នឹងក៏ច្រើនដែរទី1ទី2បាត់ពេលវេលាច្រើនទៅលើការថតរូបថតណាព្រោះអីអាចារ្យគឺជាអ្នកដឹកនាំពិធីមង្គលការទាំងមូលមិនមែនជាអ្នកថតរូបទេហើយការសង្កេតរបស់ខ្ញុំភាគច្រើនឥឡូវនេះគឺអ្នកថតរូបជាអ្នកដឹកនាំពិធីការអ្នកសម័យដើមការហ្នឹងត្រូវគោរពទៅលើអាចារ្យថាម៉េចទៅធ្វើអញ្ចឹងទៅពេលវេលាទាំងពិធីទាំងពេលវេលាហ្នឹងគ្រប់គ្រងដោយអាចារ្យហើយត្រូវស្ដាប់អាចារ្យមុំអើយស្រីមុំអើយមុំអើយអូស្រីមុំពលដូចទ្របទុំតកតូនទៅនឹងពិធីបុកលាក់សាកន្ទេលលួកកន្ទេលឃើញបច្ចុប្បន្នភាពនេះមានការគោរពធ្វើតិចតួចមែនទែននៅក្នុងពិធីមង្គលតាមទស្សនៈរបស់លោកគ្រូតើលោកគ្រូអាចគិតថានឹងបាត់បង់ទេពិធីនេះចា៎លោកគ្រូពិធីពីរនេះពិធីសាកន្ទេលនេះហើយនឹងពិធីបុកលាក់នេះនឹងអាចបាត់បង់ដោយសារអីដោយសារពិធីនេះបើសិនជាយើងធ្វើនៅស្រុកភ្នំពេញនៅទីក្រុងភ្នំពេញគឺហាក់បីដូចជាចាយថវិកាច្រើនបាទពិធីបុកលាក់ទៅធ្វើថ្មិញនេះគឺពិធីមួយពេញលក្ខណៈហ្នឹងគឺចាយច្រើនបាទល្មមហ្នឹងគាត់ថា$2000អី$3000អីទៅតាមទំហំវាបាទទៅតាមចំនួនមនុស្សគេយកមកដាក់ហ្នឹងបាទហ្នឹងសម្រាប់អ្នកមិនមានលទ្ធភាពគឺធ្វើអត់បានទេអញ្ចឹងអាចបាត់ប៉ុន្តែពិធីបុកលាក់ធ្វើថ្មិញនេះបើសិនបើយើងចង់ធ្វើអ្នកមានលុយតិចក៏ធ្វើបានដែរខ្ញុំសូមបញ្ជាក់ចេះខ្ញុំបាននៅសៀមរាបនៅកំពង់ស្ពឺនៅផ្អាវយើងនេះណានៅតកែវខ្ញុំឃើញគេធ្វើបានអ្នកក្រនេះគេធ្វើបានមានហេតុផលច្រើនវាមានហេតុផលច្រើនហើយអ្នកនៅភ្នំពេញអ្នកមានតែធ្វើមិនបានអ្នកក្រគេធ្វើបានយ៉ាងម៉េចទី1ពិធីមិនវែងទេពិធីគេធ្វើមិនវែងទេខ្លីទេប៉ុន្តែគេធ្វើបានហើយគេចាយលុយច្រើនទៀតព្រោះគេដឹងតែពិធីហ្នឹងវាមានតែប៉ុណ្ណឹងណាពិធីវាមានតែប៉ុណ្ណឹងហើយឧទាហរណ៍ថាពិធីធ្វើថ្មីអញ្ចឹងគេត្រូវការតែប្រហែលមនុស្ស3-4នាក់ទៅបុកលាក់មកបាទទៅរើសលាក់មកគេធ្វើដូចសកម្មភាពគេមកផ្លែតទេបាទហើយយកមកធ្វើថ្មីអាចារ្យមួយហើយនឹងកូនកំមុំមួយយកមកធ្វើថ្មីចុះគ្រាន់តែម្លូស្លាហើយសាជូមានអស់ប្រហែលទឹកដូរមានអស់ប្រហែលមិនអញ្ចឹងអញ្ចឹងគេយកមកធ្វើមកផ្លែតនឹងឯងបាទគេគ្រាន់តែពិធីធ្វើថ្មីគឺរងាប់ពឹសនាងនាគនឹងឯងតែប៉ុណ្្នឹងទេហើយប៉ុន្តែបើយើងគិតធំដុំពេកគឺយើងធ្វើអត់ចាញ់ទេបាទធ្វើអត់ចាញ់ហើយពេលវេលាខ្លីទេហើយពេលវេលាដែលបាត់បង់ច្រើននៅក្នុងការរាល់ថ្ងៃនេះបាត់បង់ច្រើននឹងទៅលើអីគេទេគឺទៅលើការតុបតែងខ្លួនរបស់ឪពុកម្ដាយនឹងឬរបស់កូនកំមុំនឹងដូរកអាវដូរអីនឹងសឹងមកកម្មវិធីគ្រាន់តែមកព្រឹកនឹងចង់7កប្លេក៏មានដែរអញ្ចឹងរវល់តែរឿងដូរកអាវនឹងមិនរវល់រឿងពិធីទេហើយចំណាយលុយទៅលើតែរឿងដូរកអាវទេសម្លៀកបំពាក់ហ្នឹងទៅជាការបង្ហាញម៉ូដរបស់អ្នកចូលរួមឪពុកម្ដាយហ្នឹងហើយនឹងបង្ហាញម៉ូដរបស់កូនកំមុំកូនកន្លោះហ្នឹងខ្ញុំឃើញចាយច្រើនពេលវេលាបាត់ទៅលើហ្នឹងហើយ
bắt lôi cạ từ lươn nâng tràn tiền hay bị thí còn miên tràn thì nâng chung được kết khơi nhé nè và nâng cứ nhầm tam sân kết mới tháo ổ dương pe khai dập chi dương chùm bạch châu nia thưa việc lấy thưa dân là khác ca mà giúp khác ca mà prất nhà khác ca mà ngay nè là nghĩ thấy prất lai ở lớp thiện trở nên đừng bánh ca tay mùi prất thì thấy chùm bạch và châu nia chùm bạch và châu nia chọn ba và thi tràn là oi văn thái pe về lia bắt tràn từ lưỡi ai hướng flap cả ai nó có tràn này thì mùi thì pí bắt pe về lia tràn từ lưỡi ca thọt rủ thọt nó thọt nè thì con có mong mùi mà đại con có mong mùi bột con có mong mùi ổn chân cho mùi nhiều lấy mùi cái pe về lia biết bắt mà pe về lia nó biết bắt chân bởi dương vô pe về lia nó mà vừa bị thí nhưng cưa thà ạch bàn bà sân chia dương chết náy hay dương snap từ lưỡi trà rồi ấy cha cứ chỉ nè đực nóm bị thi mong cô ca chẳng mùn mình men chỉ nè thọt rụp để hay ca sừng kết bọc nhóm hiện ra là lời ní cứ nè thọt rụp chỉ nè đực nóm bị thi cả mong cô ca nó ngay đợi bạt pe về lía bạt thả bị cả hỏi việc bạt thì xem hẹp chỉ tu snaរបស់លោកគ្រូវិញយើងគួរតែមានពិធីបុកលាក់សារកន្ទេលអីនឹងរយៈពេលខ្លីឬមកក៏យើងត្រូវប្រើរយៈពេលវែងលោកគ្រូយើងគួរតែមានពិធីទាំងហ្នឹងហើយរយៈពេលមិនវែងទេចាសំខាន់គឺយើងនឹងឆ្នៃឲ្យវាខ្លីឬវាវែងទៅលើយើងពេលវេលាហ្នឹងហើយទៅលើអាចារ្យដែលត្រូវគោរពទៅលើអាចារ្យអ្នកសម័យដើមការហ្នឹងត្រូវគោរពទៅលើអាចារ្យថាម៉េចទៅធ្វើអញ្ចឹងទៅពេលវេលាទាំងពិធីទាំងពេលវេលាហ្នឹងគ្រប់គ្រងដោយអាចារ្យហើយត្រូវស្ដាប់អាចារ្យខ្ញុំនិយាយអស់ពេលខ្លះអាចារ្យគ្នាខ្លាចគេភ័យទៅលើសំអាងការណាមិនចង់ឆ្លោះជាមួយសំអាងការមិនចង់ឆ្លោះជាមួយសម័យដើមការព្រោះអីសំអាងការច្រើនតែហៅអាចារ្យហើយសម័យដើមការចង់ច្រើនតែហៅអាចារ្យទៅធ្វើពិធីអញ្ចឹងតាក់ទងទៅលើថវិកាលើអីនឹងឯងប៉ុន្តែគាត់ភ្លេចថាអាចារ្យគឺជាអ្នកហៅជាអ្នករៀបពិធីទាំងគេហៅទាំងដូនតាកុងម៉ាណាក៏ដោយទាំងចិនទាំងចាមទាំងស្អីណាក៏ដោយខ្មែរក៏ដោយមកក្នុងពិធីហ្នឹងគឺអាចារ្យធំជាងគេត្រូវគោរពអាចារ្យចាលោកគ្រូនេះខ្ញុំចង់ឲ្យលោកគ្រូបញ្ជាក់លម្អិតបន្តិចថែមទៀតថាអត្តន័យនៅក្នុងពិធីបុកលាក់និងអត្តន័យសារកន្ទេលលក់កន្ទេលនៅក្នុងពិធីមង្គលការហេតុអ្វីយើងចាំបាច់មានពិធីទាំងពីរនេះនៅក្នុងពិធីមង្គលការលោកគ្រូពិធីបុកលាក់ធ្វើថ្មិញនេះគឺអត្តន័យវាគឺឲ្យយើងនឹងទី1តាក់ទងនឹងជំនឿថានាងហ្នឹងគឺជាពូជនាគកូនកំមុំជាពូជនាគអញ្ចឹងត្រូវធ្វើថ្មិញហ្នឹងកុំឲ្យរងាប់កុំឲ្យមានពឹសបានន័យរងាប់ពឹសអាហ្នឹងនៅក្នុងន័យហ្នឹងប៉ុន្តែនៅក្នុងន័យមួយទៀតគឺអប់រំគាត់ថាពេលដែលគាត់ចូលទៅលក្ខណៈជាប្រពន្ធជាភរិយាគេហើយអញ្ចឹងជីវិតរបស់គាត់នឹងជួបភាពល្វីងជូរចត់ដូចនឹងលាក់ដូចនឹងសិជូដូចស្អីហ្នឹងដែលគេយកមកធ្វើថ្មិញហ្នឹងចាគាត់នឹងជួបហើយអស់ហ្នឹងអញ្ចឹងគាត់ត្រូវយល់ទៅពេលគាត់ជួបគាត់ត្រូវធ្វើម៉េចអញ្ចឹងជីវិតគឺវាត្រូវតែជួបជូរចត់ល្វីងហ្នឹងហើយបាទចាហើយចំណែកផ្នែកសារកន្ទេលវិញយើងសារកន្ទេលវិញគឺរងាប់ឧបទ្រពចង្រៃរឿងសារកន្ទេលហ្នឹងរងាប់ឧបទ្រពចង្រៃដើម្បីរកន្ទេលថ្មីអញ្ចឹងក្រោយពីការហើយយើងតែងតែមានពិធីចូលបន្ទប់ឬក៏ផ្សំតំណែងអញ្ចឹងត្រូវការរៀបចំកន្ទេលក្រោយកន្ទេលខ្នើយថ្មីណាកន្ទេលប្រាក់កន្ទេលមាសអញ្ចឹងទៅអញ្ចឹងយើងត្រូវធ្វើពិធីហ្នឹងដើម្បីឲ្យសិរីមង្គលទៅដល់កូនកន្លោះកូនកំមុំនៅពេលដែលខ្លួនផ្សំតំណែងហ្នឹងឲ្យវាមានសិរីមង្គលបាទចាលោកគ្រូតាមដែលខ្ញុំសង្កេតឃើញកន្លងមកពិធីមង្គលការច្រើនផ្ដោតសំខាន់ទៅលើការអប់រំក្រោយជីវិតអាពាហ៍ពិពាហ៍ទៅលើស្ត្រីចុះហេតុអ្វីបានជាបុរាណកាលមិនផ្ដោតសំខាន់ទៅលើបុរសលោកគ្រូការអប់រំចាការអប់រំយើងដឹងហើយបុរសយើងពីមុនដល់វ័យគឺយើងមិនមានពិធីបំពុះនេះអញ្ចឹងប្រុសគេបានទៅចូលបំពុះនេះហើយបាទឬក៏ទៅបួសអីចឹងណាយើងនិយាយខ្លីបាទអញ្ចឹងពិធីផ្ដោតដល់ពេលមង្គលការភាគច្រើនគឺផ្ដោតទៅលើស្ត្រីហើយបើស្ត្រីបានធ្វើពិធីចូលមលប់ចេញមលប់អីហើយអាហ្នឹង
ពិធីខ្លះគេអាចកាត់ថយនៅពេលមង្គលការ ចាលោកគ្រូចុះការនៃបរិះខ្លះក៏រៀបមង្គលការតែក៏អាចបានបំពោះនេះតើមានសារអីបង្ហាញបង្កប់នៅក្នុងពិធីមង្គលការដើម្បីឲ្យបរិះគាត់ទទួលខុសត្រូវដែរលោកគ្រូ ខ្ញុំយល់ថាបើសិនជាបុរសមិនបានចូលរួមឬក៏ឆ្លងកាត់ពិធីបំពោះនេះអញ្ចឹងបុរសគួរតែចូលវត្តឲ្យបានច្រើនឲ្យបានបាទ ហើយដើម្បីបានតម្រូវគាត់ត្រូវចូលវត្តចាលោកគ្រូ ខ្ញុំចង់និយាយកន្លែងនេះគឺថាយើងចូលវត្តនៅក្នុងពិធីស្ដាប់ធម៌ស្ដាប់ការទេសនារបស់លោកនៅការអប់រំបែបពុទ្ធសាសនាបាទសូម្បីតែនៅក្នុងពិធីឧទាហរណ៍នៅក្នុងបុណ្យកឋិនក៏ដោយបុណ្យពាត់សីមាក៏ដោយណាបុណ្យភ្ជុំក៏ដោយអញ្ចឹងបរិះហ្នឹងព្យាយាមចូលរួមបាទពិតជាខ្លួនមិនបានចូលបំបានបួសនេះក៏ដោយបាទមុនពេលរៀបការឬមកក្រោយពេលរៀបការអញ្ចឹងលោកគ្រូត្រូវចូលវត្តស្ដាប់ការអប់រំបែបព្រះធម៌បើមិនបានបួសនេះយ៉ាងហោចណាស់ទៅបួសប្រហែល3ថ្ងៃឬក៏មួយអាទិត្យអីចឹងគេហៅបួសសងគុណម្ដាយអីចឹងណាបាទចាលោកគ្រូនេះខ្ញុំតែងតែលើមួយទៀតក្រោយជីវិតអាពាហ៍ពិពាហ៍គេតែងលើកឡើងថាស្ត្រីមិនអាចមានផិតក្បត់បរិះបានទេប៉ុន្តែមានករណីខ្លះបរិះតែលើកឡើងថាខ្លួនឯងអាចផិតក្បត់យកប្រពន្ធ2ឬមកក៏ស្រី2ឬមកក៏3បានជាទស្សនៈបែបនេះលោកគ្រូគ្រប់គ្រងឬមកក៏លោកគ្រូបើចឹងជាយកបោះបែបណាដែរចាលោកគ្រូកន្លែងនេះខ្ញុំដូចមិនគ្រប់គ្រងទេព្រោះអីនៅក្នុងអាពាហ៍ពិពាហ៍យើងបើយើងរៀបរាប់មកវាមានការហ្នឹងគឺខ្លះទៅ7ថ្ងៃខ្លះ3យប់3ថ្ងៃដូចខ្ញុំខ្ញុំការ3យប់3ថ្ងៃចា៎បាទអញ្ចឹងយើងមានពិធីច្រើនណាស់អប់រំទៅដល់ផ្លូវចិត្តអប់រំទៅដល់ទាំងកូនកន្លោះកូនកំមុំហ្នឹងបាទសូម្បីជាវខាន់ស្លាកាត់ខាន់ស្លាស្អីហ្នឹងគឺគេមានច្រៀងរៀបរាប់គ្រប់ទាំងអស់គឺអប់រំតាំងពីការលំបាកឪពុកម្ដាយរបស់យើងកូនកន្លោះកូនកំមុំហ្នឹងឪពុកម្ដាយលំបាកយ៉ាងម៉េចអីយ៉ាងម៉េចទាំងអស់បានកើតយើងពោពោះ9ខែ10ថ្ងៃហ្នឹងយ៉ាងម៉េចហើយយើងធំមកអីមកអញ្ចឹងមានការអប់រំច្រើនណាស់បាទគ្រប់ពិធីទាំងអស់អញ្ចឹងដែលយើងមានឆ្វេងមានស្ដាំមាន2មាន3មាន4ហ្នឹងគឺយើងគិតទៅដល់ការពេលអាពាហ៍ពិពាហ៍របស់យើងហ្នឹងការអប់រំរបស់ក្នុងពិធីហ្នឹងយ៉ាងម៉េចអញ្ចឹងទាំងកូនកន្លោះក៏ដោយកូនកំមុំក៏ដោយគឺมันអាចធ្វើទៅកើតបាទចា